ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកនរគ្នាថ្ងៃនេះខ្ញុំមានកំណត់មួយដើម្បីចែកអំពីទៅកាន់អ្នកនរគ្នាហើយតើតើទៅនឹងការបង្កើតនៅ channel YouTube អ្នកនរគ្នាស្រឡាញ់ក្នុងវិស័យបង្កើតនៅវីដេអូដើម្បីផុសនៅក្នុង YouTube អ្នកនរគ្នាប្រកាសជាឃើញហើយអ្នកដែលបង្កើតនៅវីដេអូមួយចំនួនក៏គាត់បានប្រាក់ច្រើនមែនទែនពី Facebook ផងពី YouTube ផងហើយយ៉ាងចំពោះអ្នកដែលចង់ចាប់ផ្ដើមជាមួយនឹង YouTube អ្នកគ្នាមិនបាច់ចាំបាច់មានសម្ភារៈគ្រប់គ្រាន់សម្រាប់ធ្វើវីដេអូនោះទេដែលហើយទៅអ្នកគ្នាគ្រាន់តែមាននៅទូរស័ព្ទដៃមួយគឺគ្រប់គ្រាន់ហើយមិនចាំបាច់តតែមាននៅ computer ថ្លៃកាមេរ៉ាល្អសម្រាប់ថតសម្រាប់មកកាត់វីដេអូទូរស័ព្ទដៃរបស់យើងក៏យើងអាចកាត់ក៏អាចធ្វើវីដេអូបានដែរហើយពេលខ្លះហ្នឹងធ្វើបានស្អាតនិងល្អហើយតាក់ទាញទៀតផងហើយយើងចាប់ផ្ដើមធ្វើទៅកុំសម្លឹងឆ្ងាយយើងត្រូវតែមើលអ្វីដែលនៅជុំវិញខ្លួនយើងមានអីយើងធ្វើនឹងតែយើងជប់អាឡូតតាមគេកុំឃើញបងដែលជា content creator ល្បីមួយចំនួនដែលគាត់មាននៅសម្ភារៈគ្រប់គ្រាន់ហើយគឺគាត់ក៏ start ពីដំបូងទៅដែរពីដំបូងពេលខ្លះយើងនិយាយពី content creator ល្បីឈ្មោះមួយខ្ញុំសង្ឃឹមថាអ្នកនរគ្នាស្គាល់គាត់ហើយគឺ Mr. Beat ហ្នឹងគឺគាត់ចាប់ផ្ដើមពីទូរស័ព្ទកាចាស់មួយទេបែកអេក្រង់ទៀតអញ្ចឹងគឺគាត់បានចាប់ផ្ដើមជាមួយនឹងទូរស័ព្ទកាចាស់របស់គាត់ហ្នឹងធ្វើឲ្យគាត់ដល់សពថ្ងៃហ្នឹងគាត់ល្បីដល់សពថ្ងៃហ្នឹងគឺមានអ្នក follower ឡើងរាប់ចូល billion ហើយអ្នកនរគ្នាហើយល្បីទៀត content គាត់ធ្វើមួយអញ្ចឹងខ្ញុំសង្ឃឹមនឹងលើកទឹកចិត្តឲ្យអ្នកនរគ្នាថតទៅទូរស័ព្ទកាចាស់ឬក៏ទូរស័ព្ទអីក៏ដោយឲ្យតែផុសកើតឲ្យតែថតកើតយើងចាប់ផ្ដើមធ្វើទៅយើងត្រូវតែដាក់ចិត្តធ្វើពីព្រោះថាយើងស្រឡាញ់ក្នុងវិស័យហ្នឹងហើយយើងធ្វើក្នុងវិស័យហ្នឹងទៅហើយដល់ពេលយើងធ្វើឲ្យបានផលបានផ្លែផ្កាច្រើនហើយចាំយើងស្រឡាញ់អ្វីដែលតាក់ទងទៅនឹងការផលិតនៅវីដេអូផលិតនៅមាតិកាអីផ្សេងអីយ៉ាងទៅយើងយកលុយដែលយើងបានពី YouTube ឬក៏ Facebook ហ្នឹងទៅទិញអ្វីដែលយើងស្រឡាញ់ទៅដូចជាខ្ញុំនិយាយពីដើមអញ្ចឹងដូចជា computer ហើយនិងកាមេរ៉ាអីហ្នឹងវាសុទ្ធតែតាក់ទងទៅនឹងការថតវីដេអូកាត់តវីដេអូអីអញ្ចឹងនៅពេលដែលយើងបានប្រាក់យើងបានផលពី Facebook ឬក៏ YouTube ហើយយើងយកទៅទិញទៅក៏អត់ទាន់ហួសពេលអ្នកនរគ្នាអញ្ចឹងខ្ញុំលើកទឹកចិត្តអ្នកនរគ្នាផុសទៅមានអីថតហ្នឹងទៅទូរស័ព្ទបែបណាក៏ដោយឲ្យតែផុសកើតឲ្យតែថតកើតគឺយើងថតទៅព្រោះថាយើងស្រឡាញ់ក្នុងវិស័យបង្កើតនៅវីដេអូហ្នឹងហើយបាទសូមអរគុណនិងសូមជម្រាបលាប៉ុណ្ណឹងឯងហើយកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផង